កម្ពុជារងឥទ្ធិពលព្យុះទី11ធ្វើឲ្យមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់និងផ្គររន្ទះចាប់ពីថ្ងៃទី14ដល់ថ្ងៃទី18ខែកក្កដាឆ្នាំ2026ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាកម្ពុជាបានរងឥទ្ធិពលព្យុះទី11ឈ្មោះ Haisen ធ្វើឲ្យមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះចាប់ពីថ្ងៃទី14ដល់ទី18ខែកក្កដាឆ្នាំ2026យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី11ឈ្មោះ Haisen របស់ក្រសួងធនធានទឹកបានលើកឡើងថាសម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី11ឈ្មោះ Haisen ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្រ Bengal សមុទ្រ Andaman សមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើប្រជាណាចក្រកម្ពុជាប្រជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ Haisen នេះទេចំណែកព្យុះទី9ឈ្មោះ Bawi នឹងរលាយបាត់នៅថ្ងៃទី15ខែកក្កដាឆ្នាំ2026ខាងមុខរីឯព្យុះទី11ឈ្មោះ Haisen នេះនឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃទី17ខែកក្កដាឆ្នាំ2026ក្រសួងបានឲ្យដឹងថាស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី14ដល់ទី18ខែកក្កដាឆ្នាំ2026នៅតំបន់វាលទំនាបមានខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 50% ចំណែកនៅតំបន់ខ្ពង់រាបមានខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 70% ដោយឡែកនៅតំបន់មាត់សមុទ្រមានខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 70% រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 1.75 ម៉ែត្រក្រសួងថាយោងលើការព្យាករណ៍ដោយបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកក្រសួងធនធានទឹកនិងឧតុនិយមនឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល